នំបញ្ចុកស្លខ្មែរឬក៏នំបញ្ចុកសម្លបអាហារគឺជាមុខម្ហូបដ៏ពេញនិយមមួយសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរមិនថាជនបទទីក្រុងស្រុកស្រែចម្ការទេគឺតែងតែធ្វើវាញ៉ាំជានិច្ចនៅពេលដែលមានកម្មវិធីបុណ្យទានឬក៏ជួបជុំគ្រួសារជាពិសេសនៅក្នុងពិធីបុណ្យដាភូមិសម្លប្រហើរនេះផងដែរគឺមានក្លិនឈ្ងុយមែនតែនគឺចេញពីគល់ស្លឹកគ្រៃរមៀតរំដេងដែលយើងបុកគ្រឿងនឹងបញ្ចូលគ្នាលាយជាមួយនឹងសាច់ត្រីហើយនិងខ្ទិះដូងហើយនៅពេលដែលយើងស្លឆ្អិនហើយយើងញ៉ាំជាមួយនឹងបន្លែបន្ទាប់បន្សំគឺថាចាប់ជាតិគ្នាមែនតែនហ្មងហើយបើបានតិចម្ទេសហឹរទៀតកាន់តែមានជាតិហើយថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញអំពីរបៀបធ្វើនំបញ្ចុកសម្លប្រហើរគឺมันមានអីពិបាកទេសំខាន់ឲ្យតែបងប្អូនមានគ្រឿងក្រៅសពគ្រប់បែបយ៉ាងគឺចំណាយពេលមិនដល់ថាកន្លះម៉ោងទេគឺបានសម្លដ៏ឈ្ងុយឆ្ងាញ់នេះញ៉ាំហើយសម្រាប់គ្រឿងផ្សំធ្វើទឹកសម្លថ្ងៃនេះខ្ញុំមានគ្រឿងបុកហើយគ្រឿងបុកហ្នឹងខ្ញុំទិញពីផ្សារ500បុកហើយស្រាប់ហើយបន្ទាប់មកទៀតមានរមៀតរំដេងខ្ទឹមហើយនិងស្លឹកក្រូចចំណែកឯត្រីខ្ញុំទិញត្រីរស់មួយក្បាល 10000 ហើយមានស្លឹកគ្រៃបន្តិចផងដើម្បីដាក់ជាមួយនឹងទឹកស្លឲ្យវាមានឈ្ងុយណាហើយបន្ទាប់មកទៀតមានប្រហុកស្ករទឹកត្រីប៊ីចេងហើយនិងម្សៅស៊ុបខ្នុរបងប្អូនប្រកាសជាឆ្ងល់ហើយហេតុអីក៏អត់មានសណ្តែកដីការពិតទៅខ្ញុំអត់ចូលចិត្តញ៉ាំស្លប្រហើរដាក់សណ្តែកដីទេនេះតាមចំណង់ចំណូលចិត្តរបស់បងប្អូនគ្រប់រូបហើយយើងក៏មានខ្ទិះដូងដែរហើយយើងច្របាច់វាហើយតោះយើងទៅលាងសម្អាតត្រីទាំងអស់គ្នាត្រីហ្នឹងខ្ញុំទិញពីផ្សារមកខ្ញុំឲ្យគេសកៃឲ្យស្អាតដើម្បីងាយស្រួលប៉ុន្តែពេលដែលយើងយកមកលាងក៏យើងត្រូវកោសសកាវាបន្ថែមដែរឲ្យវាអស់សកាហ្នឹងណាហើយអស់ជាតិរំអិលយើងត្រូវដាក់អំបិលច្របាច់វាលាងវាច្រើនទឹកមែនតើដើម្បីឲ្យជ្រះជាតិស្អាតត្រូវចាំថាស្លអីក៏ដោយបើយើងស្លជាមួយត្រីគឺត្រូវតែលាងសម្អាតត្រីឲ្យបានស្អាត5ទឹកឬទៅ7 8ទឹកអីចឹងទៅដើម្បីឲ្យស្លរបស់យើងគ្មានក្លិនឆ្អាបលាងសម្អាតត្រីហើយខ្ញុំមកដាក់ដាំទឹកម្ដងខ្ញុំប្រើឆ្នាំងអគ្គិសនីព្រោះវាងាយស្រួលហើយទឹកខ្ញុំដាក់ប្រហែលជា4លីត្រទឹកពុះហើយខ្ញុំចាប់ផ្ដើមបង់ស្លឹកគ្រៃយើងដាក់ស្លឹកគ្រៃដើម្បីកាត់ក្លិនឆ្អាបរបស់ត្រីហើយត្រីមិញហ្នឹងខ្ញុំបានកាត់ក្បាលព្រោះខ្ញុំមកចូលចិត្តបេះក្បាលទេបើយើងដាក់ទាំងក្បាលទៅវាសង្ងែមក្នុងទឹកស្លបងប្អូនពេលដាក់ត្រីស្ងោរកុំភ្លេចដាក់អំបិលផងហើយបន្ទាប់មកយើងគ្របទុកមកស្ទុះមកនៅពេលដែលសាច់ត្រីឆ្អិនហើយយើងចាប់ផ្ដើមស្រង់ត្រីនឹងចេញមកដើម្បីយើងយកមកបេះឆ្អឹងវាចិត្តសម្រាប់ត្រីតាមចំណង់ចំណូលចិត្តបងប្អូនចង់ដាក់ត្រីអីក៏បានដែរប៉ុន្តែភាគច្រើនគេប្រើត្រីផ្ទក់ឬក៏ត្រីរស់ដោយសារវាមានសាច់ច្រើនហើយអត់សូវមានឆ្អឹងងាយស្រួលក្នុងការបេះសាច់ត្រីអញ្ចឹងយើងមកបកសាច់ត្រីទាំងអស់គ្នាមើលត្រីសាច់ឡើងណែនហ្មងហើយខ្ញុំបេះបដាកូនខ្ញុំមកសុំញ៉ាំសាច់ត្រីបដាក៏ថាអូជាតិណាម៉ាក់ឆ្ងាញ់ណាត្រីនឹងម៉ាក់នេះថាកុំតន់អាចញ៉ាំកូនញ៉ាត់អស់សម្រាប់ធ្វើទឹកស្លត្រីនឹងម៉ាក់ទុកស្លទេពេលម៉ាក់ស្លឆ្អិនត្រីនឹងឆ្ងាញ់ជាងនឹងទៀតហើយនៅពេលដែលយើងបានសាច់ត្រីហើយយើងយកមកបុកជាមួយនឹងគ្រឿងរបស់យើងណាគ្រឿងដែលយើងបានបុកមុនហ្នឹងហើយបន្តមកទៀតកន្លែងនេះខ្ញុំផុតខ្ញុំកាត់វីដេអូទៅអត់បាន record យើងលាយសាច់ត្រីហើយនឹងជាមួយនឹងខ្ទិះដូងនឹងលាយបញ្ចូលគ្នាដល់វគ្គហ្នឹងឯងប៉ុន្តែក្លិនឈ្ងុយបដាហើយបន្ទាប់មកយើងចាប់ផ្ដើមដាក់ប្រហុកជ្រុំវាជាមួយទឹករបស់យើងមុនហ្នឹងទឹកដែលយើងបានស្ងោរត្រីបងប្អូនប្រើប្រហុករៀងច្រើនតិចទៅព្រោះស្លខ្មែរអាចចោលបានទេសម្លប្រហុកគឺថាជា signature របស់ស្លខ្មែរយើងនៅពេលដែលយើងជ្រុំប្រហុកហើយខ្ទិះដូងជាមួយនឹងសាច់ត្រីមុនហ្នឹងដាក់ចូលមកហើយនៅពេលហ្នឹងដែរខ្ញុំបន្ថែមគ្រឿងឲ្យហើយគ្រឿងរបស់ខ្ញុំមានស្ករសខ្ញុំប្រើស្ករស2កូនចានហ្នឹងបន្ទាប់មកទឹកត្រីម្សៅស៊ុបខ្នុរហើយនិងប៊ីចេងបន្តិចយើងកូរវាហើយយើងគ្របទុកមួយស្ទុះសិនប្រហែលជា10នាទីអីទេទឹកស្លយើងចាប់ផ្ដើមពុះហើយក្លិនវិញគឺថាឈ្ងុយ3ភូមិហ្មងមកដល់ថងចំណុចនេះខ្ញុំចង់សួរបងប្អូនទាំងអស់គ្នាថាសម្រាប់នំចុកស្លការីនំចុកស្លប្រហើរនំចុកទឹកខ្ជាយនំចុកទឹកម្លិចហើយនិងនំចុកស្លណាំយ៉ាតើបងប្អូនទាំងអស់គ្នាតែងតែនិយមចូលចិត្តញ៉ាំទឹកស្លណាជាងគេដែរជួយ comment ប្រាប់ខ្ញុំនៅក្នុងវីដេអូហ្នឹងផងណាដើម្បីងាយស្រួលនៅវីដេអូបន្ទាប់ខ្ញុំនឹងធ្វើនំបញ្ចុក
đại bông ôn trôi chật nặng tỏ à lâu mà liêng lại từng óc nè lại nó nhung liêng nó khéo tè của đầm bầy dương phở tập liền khai nó bồ tập liền cho những đài tật nè nhung liêng lại rồi hái dương chập đào chật tôi dùng chết nó khối tè cạn máu hay miền bật tết bật nó sông pu nè chất khang còn ai màn tịch hai miền đầy cú hành tụt chẳng máu miền thật sợ sạp hái hay là miền cà nào chẳngสำหรับตักสำล้อประหารว่าយើងក៏បានឆ្អិនរួចរាល់ហើយដែរហើយមើលណែគួរឲ្យចង់ញ៉ាំមែនតែនក្លិនក៏ឈ្ងុយហើយសាច់ត្រីក៏ផ្អែមឆ្ងាញ់ហើយច្រើនដែរហើយខ្ញុំមាននំបញ្ចុករបស់យើងរៀបចំដាក់ចានមកយើងដាក់យើងចេញបន្តិចត្រសក់បន្តិចសណ្តែកគួរប្រឡិតហើយនឹងផ្កាស្នោដាក់វាបានសពគ្រប់ចឹងមកនំបញ្ចុកគឺឆ្ងាញ់នឹកនឹងបន្លែហ្នឹងហើយដាក់នំចុកពីរល្បាយហើយក៏សូបទឹកស្លកូនឡើងរវើកមកចាំញ៉ាំស្លរបស់ម៉ាក់មកបងប្អូនអញ្ជើញញ៉ាំជាមួយគ្នាហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនារបស់ខ្ញុំបើសិនជាចូលចិត្តឬក៏ចង់ឲ្យខ្ញុំធ្វើមុខម្ហូបអីបន្តទៀតអាចខមមិននៅខាងក្រោមនេះបាន